ការលេងនយោបាយខ្ញុំមិនទាន់បានបញ្ចេញមតិនៅនយោបាយក្នុងគណៈបកប្រជាជននៅឡើយទេប៉ុន្តែការលេងនយោបាយដែលពេលបកប្រឆាំងនឹងបកប្រឆាំងគេថាប្រកាន់បកនឹងបកចាគាត់លេងនយោបាយផ្នែកចិត្តសាស្ត្រចាឥឡូវខ្ញុំក៏លេងនយោបាយផ្នែកចិត្តសាស្ត្រដែរមិនបាទខ្ញុំមិនសូវនិយាយនយោបាយក្នុងកម្មវិធីដាក់ក្នុង TikTok ឬក៏ Facebook ឬក៏ YouTube ឬក៏ Telegram ជាដើមព្រោះថាបច្ចុប្បន្នឥឡូវវាច្បោកច្បល់នឹងច្បោកច្បល់នឹងសង្គ្រាមចាថាសង្គ្រាមចាស់អាហ្នឹងគេថាផ្នែកសង្គ្រាមទសាសលោកលើកទី6ចាលោកលើកទី6ណាចាឲ្យសូមបងប្អូនប្រយ័ត្ននៅចុងខែ12ឆ្នាំ2026ចាមិនដឹងថាមានសង្គ្រាមអ្វីកើតឡើងនៅក្នុងប្រទេសកម្ពុជាទេចារវាងបកនិងបកចាដែលអំនួតនៅក្នុងគេថាសង្គមស៊ីវិលដែលគ្មានអំណាចគាត់ចង់បន្លំអំណាចខ្លួនឯងនៅក្នុងរាជធានីភ្នំពេញឬក៏តាមបណ្ដាខេត្តសូមប្រុងប្រយ័ត្នផងណាអំឡុងខែ12ឆ្នាំ2026ចាខែ12គឺខែធ្នូដែរចុងឆ្នាំហ្នឹងចាសូមប្រុងប្រយ័ត្នព្រោះមានជនបង្កហេតុគាត់បានបោះពាក្យសម្ដីមកឲ្យប្រជាជនប្រុងប្រយ័ត្នខ្ញុំខ្លាចតែមានសង្គ្រាមលើកទី6ចាគាត់ចង់បង្កើតសង្គ្រាមលើកទី6ម្ដងទៀតអញ្ចឹងហើយសូមបងប្អូនប្រុងប្រយ័ត្នមែនទែនការលេងសង្គ្រាមស៊ីវិលផ្នែកអត់មានគណៈបកចាបង្កើតគណៈបកខ្លួនឯងតាមបណ្ដាភូមិឃុំស្រុកឬក៏ក្រុងចាឬក៏ខេត្តចានឹងហើយការសង្គ្រាមចិត្តសាស្ត្រខ្ញុំក៏លេងដែរចាគេលេងផ្លូវងឹតខ្ញុំលេងផ្លូវភ្លឺចាផ្លូវភ្លឺការបញ្ចេញមុខឲ្យប្រជាជនមើលជាក់ស្ដែងតែខ្ញុំមិនមែនខ្លែងបន្លំឬក៏ខ្លែងមកពីគណៈបកណាទេចានេះគឺគណៈបកដែលប្រជាជនបង្កើតឡើងយូរឆ្នាំហើយតាំងខ្ញុំអាយុ3ឆ្នាំហើយចាតែគេដូរទៅជាគណៈបកប្រជាជនកម្ពុជាវិញចាការលេងសង្គ្រាមផ្នែកចិត្តសាស្ត្រផ្លូវក្នុងទៅក៏ផ្លូវល្ងឹតខ្ញុំលេងផ្លូវភ្លឺសម្រាប់ឲ្យប្រជាជនមើលមុខខ្ញុំឲ្យច្បាស់ថាមិនមែនបង្កើតសង្គ្រាមដើម្បីប្រជាជនឥឡូវប្រជាជនចាប់ផ្ដើមជួយច្បល់តាមភូមិតាមស្រុកមានចោលប្លន់ច្រើនបើខ្ញុំនិយាយនយោបាយទៀតរឹតតែឲ្យប្រជាជននេះមានភាពភ័យខ្លាចចាតាមតំបន់នានាតាមខេត្តនានាតាមក្រុងនានាចាអញ្ចឹងហើយសូមអភ័យទោសផងការនិយាយនយោបាយរបស់ខ្ញុំមិនមែនថាមិនចេះនិយាយទេប៉ុន្តែភាគច្រើនជនវិវត្តណាជនវិវត្តខាងបកអំបកបង្កើតបកក្នុងភូមិក្នុងស្រុកបង្កើតអំណាចក្នុងភូមិក្នុងស្រុកគាត់បង្កហេតុផលច្រើនណាចាអញ្ចឹងហើយបើខ្ញុំនិយាយពីភាពនយោបាយទៀតវាធ្វើឲ្យប្រជាជនហិតទៅភ័យខ្លាចចាព្រោះឥឡូវសង្គ្រាមថៃនិងខ្មែរទៅមិនទាន់ចាប់ស្រួលបួនឡើយទេចាខ្ញុំបន្ថែមចង់ជារឹតតែភ័យខ្លាចណាបងប្អូនការពិតការបង្រួមខ្មែរនិងថៃជាសញ្ជាតិតែមួយខ្ញុំបានទៅចរចារួចហើយចាប៉ុន្តែខ្ញុំក៏បាននិយាយម្ដងទៀតថាខ្មែរនិងថៃគឺបងប្អូនគ្នាបង្កើតព្រោះសញ្ជាតិកម្ពុជាតែមួយទេប្រទេសថៃដូចជាប្រទេសកម្ពុជាវិញដែរថៃនិងខ្មែរគឺប្រទេសតែមួយទេចាខ្ញុំសូមជម្រាបបងប្អូនតែប៉ុណ្្នឹងទេចាហើយក៏ខ្ញុំសូមជម្រាបលាដែរខ្ញុំគឺជារាជាគណៈរាជាគណៈប្រជាជនចាហើយក៏ជាគណៈប្រតិភូគណៈបកប្រជាជនដែរចាសូមអរគុណនិងសូមជម្រាបលា